តើអាអិនត្រពេងក្រឡឹងជានរណាបញ្ញវន្តខ្មែរមួយរូបដែលកូនខ្មែរភាគច្រើនពុំដែលបានស្គាល់មកដល់សប្តាហ៍ថ្ងៃសល់ត្រឹមតែឈ្មោះដែលគេលើកយកមកនិយាយលេងសើចតែប៉ុណ្ណោះការនិយាយលេងសើចតគ្នាថាទៅយកពាក្យអិនទៅវានៅត្រពេងក្រឡឹងតើការពិតអាអិនជានរណាហេតុអ្វីក៏គេចូលចិត្តយកឈ្មោះម្នាក់នឹងមកនិយាយលេងសើចម្លេះតាមការពិតឈ្មោះព្រាបអិនគាត់ជាវីរៈជនខ្មែរមួយរូបតែដោយសារគាត់បានប្រឆាំងនឹងគំនិតរបស់សម្ដេចសីហនុក្នុងរឿងលទ្ធិកុម្មុយនីសនិងលទ្ធិសេរីទើបសម្ដេចសីហនុបានរស់ល្បិចកិច្ចកលគ្រប់បែបយ៉ាងដើម្បីសម្លាប់គាត់គឺមិនខុសពីល្បិចដែលចោទប្រកាន់អ្នកស្នេហាជាតិជាច្រើនទៀតកាលពីចំនួនសង្គមរាស្ត្រនិយមនោះទេឬអាចនិយាយម្យ៉ាងទៀតថាអ្នកលទ្ធិប្រជាធិបតេយ្យគឺគ្មានថ្ងៃរស់បានស្រួលឡើយនៅក្នុងរបបសង្គមរាស្ត្រនិយមលោកព្រាបអិនត្រូវទាហានរបស់សម្ដេចសីហនុចាប់យកខ្លួនលោកទៅបាញ់សម្លាប់ចោលដោយចងផ្អប់ជាប់នឹងសសរក្រាក់រួចបាញ់សម្លាប់យ៉ាងសាហាវព្រៃផ្សៃដោយសម្ដេចសីហនុជាអ្នកចេញបញ្ជាផ្ទាល់លោកព្រាបអិនគឺជាបញ្ញវន្តខ្មែរវ័យក្មេងមួយរូបដែលមានអាយុប្រមាណ30ឆ្នាំមានមេស្គមរាងចំអឹងមានថ្ងាសវែងសក់រួញត្រូវជាក្មួយរបស់លោកអិនតាំងជាចៅហ្វាយខេត្តតាកែវកាលពីសម័យសង្គមរាស្ត្រនិយមលោកព្រាបអិនត្រូវសម្ដេចសីហនុចោទពីបទក្បត់ជាតិមុននឹងយកលោកព្រាបអិនទៅបាញ់សម្លាប់ចោលនៅត្រពាំងក្រឡឹងសម្ដេចសីហនុបានបញ្ជាឲ្យគេយកលោកព្រាបអិនដាក់ក្នុងទ្រុងដែកយកទៅដាក់នៅមុខព្រះបរមរាជវាំងសិនហើយឲ្យគេប្រឌិតរឿងអាក្រក់ធ្វើឲ្យប្រជាជនខ្មែរកាន់តែស្អប់នាំគ្នាមកជេរប្រតិចនិងយកដុំថ្មមកគប់លោកត្រូវបែកឈាមពេញខ្លួនរួចទៅបញ្ជូនទៅត្រពាំងក្រឡឹងនៅក្នុងខេត្តកំពង់ស្ពឺចងផ្អប់ជាប់នឹងសសរក្រាក់ចងដៃចងជើងយកក្រណាត់ខ្មៅរំភ្នែកទៅបញ្ជាឲ្យគេបាញ់សម្លាប់ហើយបានឲ្យគេថតវីដេអូក្នុងការបាញ់សម្លាប់នោះទុកសម្រាប់ចាក់បញ្ចាំងនៅតាមរោងកុនផ្សេងដោយដាក់បម្រាមថាកុំឲ្យយកគំរូតាមវាគ្រាន់តែឃើញនឹងស្រមៃទស្សនភាពនៅក្នុងពេលនោះធ្វើឲ្យយើងមិនអាចទប់ទឹកភ្នែកបានទេអ្នកស្នេហាជាតិត្រូវខ្លាយជាជនក្បត់ជាតិហើយត្រូវសម្លាប់យ៉ាងអយុត្តិធម៌បំផុត